đã tư lần cuốn quay dừng có mời người ta biết luôn đấy là một cuốn tắc kia trong trường hợp một cuốn tắc kia một cuốn tắc kia nhóm miền rừng môi trong chạy đồng lệch một tiếp để sắp đẹp còn như mùi nông bộ bát thò dường á để sao mình cả việc nhảy từ nó không propose bot playing để đàn trong riêng trên Việt Nam nó còn chỉ màu nó người ta nhưng cả việc nhảy từ mình thấy vì anh em nhảy trong lệch gặp đi trong miền vì hai người phải đòi chia trường đấy để saoแต่ผมยังติด positive ปัญหาในทางการแบบอย่างบอลจุนเจียเวียดนามจีจรันเพื่อหนึ่งจังวิดีโอหนึ่งដើម្បីในทางดัดตัวคนขึ้นมาอย่างมอยวิตาเล็กรุ่นไหนlà mộtคนตักเนี่ยnhưng ở conตัวมาจากบัตรได้แต่ก็được là nộp vào thọขึ้นมาอย่างដើម្បីซับซ้ายดักเครดิตไว้ขึ้นมาอย่างทุ่มเป็นหนักเป็นในnhưng applicคุณเคยได้แต่ในสถานวิลล์สำหรับขึ้นมาอย่างจีจรันในสถานแต่ประเทศไทยจุนเจียไทยเป็นกลุ่มแต่ดำยอโนไปแดงขึ้นมาอย่างกลุ่มนี้เลยสมัยขึ้นมาการไปที่จับการบอกมาแล้วก็เพลงเป็นเปียดบอกมาอย่างคือក្នុង MV ហ្នឹងក៏បានដាក់បញ្ជាក់ credit ថារបស់ខ្មែរដែរអញ្ចឹងវាជាtechnique មួយជាព្រួយមួយដែលចាក់ថៃដែរប៉ុន្តែអ្វីដែលខ្ញុំព្រួយបំផុតគឺការវិនិយោគរបស់ជនជាតិវៀតណាមហ្នឹងគាត់ទៅសេនៅក្នុង comment ហ្នឹងគាត់ចាត់តាំងខ្មែរកម្ពុជាក្រមវាមានវប្បធម៌ខុសពីវប្បធម៌របស់ខ្មែរនៅប្រទេសខ្មែរយើងបច្ចុប្បន្នហ្នឹងហើយគាត់មានការបែងចែកជនជាតិខ្មែរក្រមជាជនជាតិមួយដែលជនជាតិភាគតិចមួយនៅក្នុងប្រទេសវៀតណាមនៅក្នុងចំណោម54ជនជាតិហ្នឹងបងប្អូនទាំងគ្នាអញ្ចឹងខ្ញុំចេញវីដេអូហ្នឹងក៏ចង់ផ្ញើទៅដល់បងប្អូនខ្មែរក្រមនោះទៅពីច្រើនគាត់យល់គាត់បន្តយល់ថាវប្បធម៌ខ្មែរយើងវាមានតែមួយមានបែងចែកថាវប្បធម៌ខ្មែរក្រមផ្សេងវប្បធម៌នៅប្រទេសខ្មែរផ្សេងអីយើងមានវប្បធម៌តែមួយទេវប្បធម៌ដូចគ្នាយើងប្រើភាសាដូចគ្នាអក្សរសាស្ត្រដូចគ្នាវប្បធម៌ដូចគ្នាទំនៀមទម្លាប់ដូចគ្នាអត់មានអីខុសទេដោយសារយើងជាពូជពងខ្មែរហើយខ្មែរក្រមមួយចំនួនធំគឺគេអត់ភ្លេចខ្លួនថាយើងជាអ្នកណាទេយើងដឹងពូជពងយើងជាអ្នកណាហើយអត់មានដូចបងប្អូនខ្មែរលើមួយចំនួនធំតែគាត់ភ្លេចកំណើតគាត់យកវប្បធម៌យើងគាត់ថាយកវប្បធម៌យើងនឹងជារបស់គេអីចឹងណាខ្មែរក្រមមួយចំនួនធំគឺអត់អញ្ចឹងទេគឺច្បាស់លាស់ហើយដឹងខ្លួនឯងជាអ្នកណាអត់ភ្លេចខ្លួនតែចាតែអ្វីដែលខ្ញុំទទួលយកមិនបានហ្នឹងគឺថាមានបងប្អូនជនជាតិវៀតណាមជាច្រើនគាត់សរសេរដូចគ្នាមានគំនិតដូចគ្នាគាត់ថាយើងជាមួយសៀមត្រូវតែដើមយកវប្បធម៌ខ្មែរគេហៅខ្មែរណាំបកហ្នឹងគឺជាខ្មែរកម្ពុជាក្រមខ្មែរណាំបកហ្នឹងគឺជាខ្មែរដែលនៅតំបន់ហ្នឹងគេដើម្បីបញ្ជាក់ថាខ្មែរយើងនៅតំបន់ហ្នឹងអញ្ចឹងណាអញ្ចឹងខ្ញុំអត់អាចទទួលយកបានទេហើយវិជាការហានិភ័យមួយដែរសម្រាប់បងប្អូនសម្រាប់ជនជាតិខ្មែរយើងដែលខំប្រឹងថែរក្សាវប្បធម៌នៅតំបន់ហ្នឹងហើយយើងតែងតែបញ្ជាក់ថាយើងថែរក្សានិយាយទៅយើងតែងតែថែរក្សាប្រពៃណីវប្បធម៌ទំនៀមទម្លាប់នេះជាល្អហើយប៉ុន្តែគេយកឈ្មោះគេមកដាក់ហ្នឹងវាហានិភ័យមែនទែនហានិភ័យដែរបងប្អូនទាំងគ្នាហើយការចែករំលែករបស់ផលរបស់គេសម្រាប់វប្បធម៌ខ្មែរយើងវាល្អវាវិជ្ជមានទេគេស្គាល់ថាវប្បធម៌ខ្មែរយើងច្រើនទេប៉ុន្តែអ្វីដែលហានិភ័យគឺថាគេចាត់ទុកយើងជាជនជាតិភាគតិចមួយនៅក្នុងប្រទេសគេអញ្ចឹងវាជារឿងមួយដែលយើងគួរតែប្រុងប្រយ័ត្នហើយយើងគួរតែឈរនៅកន្លែងមួយថាយើងជាអ្នកណាកុំភ្លេចខ្លួនហើយសម្រាប់ខ្ញុំខ្មែរក្រមយើងអត់ភ្លេចខ្លួនទេបើថាភ្លេចខ្លួនហ្នឹងវប្បធម៌យើងបាត់យូរណាស់មកហើយអញ្ចឹងខ្ញុំប្រកាសបងប្អូនខ្មែរក្រមយើងដែរអត់ភ្លេចខ្លួនទេហើយខ្ញុំមានតែប៉ុណ្្នឹងទេមួយទៀតខ្ញុំមួយទៀតថាបទចម្រៀងដែលកំពុងល្បីហ្នឹងគេដាក់វប្បធម៌ខ្មែរយើងចូលមែនប៉ុន្តែអត្ថន័យរបស់បទចម្រៀងហ្នឹងទំនុកភ្លេងអីវាជាបទវៀតណាមនេះវាមិនមែនអីពាក់ព័ន្ធអីដល់វប្បធម៌ខ្មែរយើងទេហើយគេដាក់ជាភាសាខ្មែរនៅក្នុងបទហ្នឹងមួយឃ្លាហ្នឹងក៏និយាយថាយើងអរគុណគេដែរដែលដាក់អក្សរខ្មែរភាសាខ្មែរយើងចូលក្នុងហ្នឹងប៉ុន្តែទំនុកបទឬក៏អត្ថន័យរបស់បទហ្នឹងវាអត់មានពាក់ព័ន្ធអីជាមួយនឹងវប្បធម៌ខ្មែរយើងទេគាត់ថាគេដាក់តម្រង់វប្បធម៌ខ្មែរជាតិយើងដាក់តម្រង់វប្បធម៌ជាតិខ្មែរយើងនៅក្នុងហ្នឹងអញ្ចឹងណាអញ្ចឹងនៅវីដេអូហ្នឹងខ្ញុំមានតែប៉ុណ្្នឹងដែរអរគុណច្រើនបងប្អូនទាំងគ្នាដែលបានតាមដានវីដេអូខ្ញុំកន្លងមកអរគុណច្រើនជម្រាបលាបាយបាយ